សួរថាចុះបើយើងមានលទ្ធភាពចង់យកម្ដាយធ្វើចែកដីដាក់នៅក្នុងភូមិមួយគ្រឹះខ្លួនឯងហ្នឹងដាក់ក្នុងដីមួយចំហៀងទៅហើយខ្លួនឯងនៅមួយចំហៀងបើដាក់ក្នុងភូមិគ្រឹះកន្លែងខ្លួនឯងនៅអញ្ចឹងតើបានទេអត់អាត្មាថាមានទៅតខុសអីញោមធៀបម្ដាយឪពុកនឹងចែកដីយើងចង់ទៅធ្វើនៅតាណាក៏បានធៀបម្ដាយឪពុកចង់លើកដាក់លើផ្ទះក៏អត់តោះហើយញោមខ្លះថាទេចង្រៃណាអាណាយកធៀបទៅដាក់លើផ្ទះមិនអបប្រមាំងអង្គលរស៊ីមិនឡើងយកខ្មោចយកទៅដាក់នៅជាមួយមនុស្សហ្មងហ្នឹងហើយច្បាស់ជាយើងនិយាយចឹងគ្រប់គ្នាថាចង្រៃអបប្រមាំងអង្គលមិនដែលមានអាណាយកធៀបយកខ្មោចយកទៅដាក់នៅជាមួយមនុស្សទេអាត្មាថាវាទៅតោះអីជាមួយធៀបហ្នឹងជាមួយឆ្អឹងមកកញ្ចប់ហ្នឹងអាចង្រៃមិនចង្រៃវានៅមនុស្សអ្នករស់នេះថាខ្មោចហ្នឹងមានអីហ្នឹងហើយយើងកាប់ចាក់គ្នាក៏អត់មានខ្មោចមកកាប់ចាក់អីដោយនាំយើងមកកាប់មកចាក់យើងរកស៊ីឡើងមកឡើងក៏អត់មាននៅរឿងធៀបស្លាប់អ្នកស្លាប់នោះវានៅលើយើងអ្នករស់នេះហ្នឹងហើយវាអត់មានតោះទេហើយបើនិយាយអញ្ចឹងអាត្មានេះគ្រាន់តែស្ពាយធាតញោមស្រីហ្នឹងពាក់កណ្ដាលជីវិតអីយេណាតាំងពីក្មេងទល់គ្នាឥឡូវចិត្ត40អាត្មាស្ពាយតែធាតញោមអាត្មាណាមកទៅរៀនណាមកយកទៅណាតាំងរូបថតគាត់អីហ្នឹងដាក់តាមថងយាមយកតាមរហូតហើយអាត្មាទៅរៀននៅស្រុកគេក៏អាត្មាយកទៅឥឡូវមកដល់ខ្មែរយកមកខ្មែរហើយឥឡូវនេះធ្វើកន្លែងឲ្យគាត់នៅស្រុកកំណើតសំរុំយកទៅដាក់នៅលើផ្ទះមួយញោមប្រុសនៅលើផ្ទះដាក់រៀបអាសនៈឲ្យដាក់នៅលើផ្ទះហើយបើវាមិនរងចង្រៃនោះវាចង្រៃយូរហើយយេបើមានមនុស្សកាន់តែស្រឡាញ់ច្រើនទៅការគោរពគុណម្ដាយឪពុកនេះអត់សយត់ចោះទេញោមដាក់នៅតាណាក៏បានឲ្យតែអារម្មណ៍យើងសប្បាយចិត្តរីករាយចង់ធ្វើចោះដូចបន់អញ្ចឹងណាអត់មានចង្រៃនៅនឹងយើងយកធៀបយកអីយកមកដាក់លើផ្ទះប៉ុន្តែកូនមែនម៉ែឪនៅរស់ហ្នឹងរូបថតមកស្លឹកហ្នឹងទៅសើព្រឹកល្ងាចម៉ាក់ឯងថតមកប៉ុស្តិ៍នោះដូចអញញឹមសំដល់ហើយម៉ាក់ដូចស្អាតខ្ញុំមើលតែរូបថតម៉ែឯងហ្នឹងមើលទៅស្អាតដល់ម៉ែដាច់ចោលទៅស្រាប់តែឡើងតែរូបហ្នឹងវាមិនមើលមុខហ្នឹងឡើងទៅមើលចុះមកមើលតែ3ថ្ងៃយកទៅផ្ញើលោកនឹងវត្តខ្លាចរូបហ្នឹងទៀតការនៅរស់តែសើឯងតែស្អាតហ្នឹងអញញឹមសំហើយធម្មតារូបថតថាតែឡើងវាមើលមុខហើយនឹងចុះមើលមុខឲ្យញោមយ៉ាងណាមើលរូបថតយើងហ្នឹងក៏ដោយតែដាក់តាំងឡើងមើលមុខយើងចុះមើលមុខយើងហើយអញ្ចឹងមានអារម្មណ៍ថាដូចមិនសូវស្រួលផ្ញើលោកទៀតហើយដល់គិតទៅអាផ្ទះឯងខំប្រឹងរកស៊ីតាំងពីក្មេងទល់គ្នាចំណាស់ហ្នឹងតែរូបថតឯងមកស្លឹកគេអត់ចង់ទុកផងជួនកាលឯងដាច់ខ្យល់ទៅអារបស់ស្បែកជើងកត្រកស្លាអីហ្នឹងអូអាគេខ្សែចិនផងហ្នឹងគេប្រកាន់ណារបស់ខោអាវចាស់ចាស់មកដុតអស់ហើយគេអត់ដែរទុកទេហ្នឹងអាសំបីតែកញ្ចក់ទ្វារបន្ទប់ផ្ទះឯហ្នឹងគេលាបសិតតែថ្នាំសថ្នាំអីដាក់សញ្ញាខ្វែងញ៉ៃអញហើយអារបស់គាត់ក្នុងទូក្នុងអីខោអាវស្បែកជើងគេមកដុតចោលបដាច់ចោលទឹកលេអស់ហើយនឹងគេមានជំនឿថាຕົកឆុងចង្រៃរបស់អ្នកស្លាប់នឹងគេមិនຕົកអាត្មាតើក៏ចេះម្លេះអាត្មាមិនដែលឃើញអាណាយកពេជ្រគាត់ក្នុងទូប្រមូលដុតចោលផងនឹងអាចាក់សោតដើមគ្នាចែកគ្នាចូលអាហ្នឹងវាមិនរបស់គាត់ទេមិនចង្រៃដែរទៅអាលុយគាត់ក្នុងទូហ្នឹងអាមិចក្នុងទូរបស់គាត់ណាញោមណាចេះនោះចេះហ្នឹងអារបស់ប្រើមិនកើតសាចង្រៃអត់ຕົកជាអនុស្សាវរីយ៍ទេដោយកត្រកស្លាគាត់អីដាក់តាំងຕົកទៅអាហ្នឹងរបស់ម៉ែធ្លាប់ប្រើល្ងាចឡើងម៉ែបុកហ្នឹងថ្ងៃឡើងម៉ែបុកចិត្តភ្លឺឡើងម៉ែបុកអាមលូហ្នឹងអញលឺសូប៉ងប៉ាំងនឹកម៉ែអីអត់ហ្នឹងប្រមូលបដែតចោលទឹកអស់បោះចោលអស់ហើយដល់អាមាសក្នុងទូអត់មានបដែតចោលក្នុងទឹកសោះហ្នឹងយើងនិយាយរឿងយើងនេះចឹងកាលណាយើងគោរពគុណម្ដាយឪពុកគឺកូននឹងអត់សយត់ចុះទេរមែងចម្រើនឡើងអធិបតេយ្យមានន័យថាកើតមកក្នុងវងតកូលពងពោះឧត្តមប្រសើរទី1ទី2មហាទេជោអ្នកណាបានគោរពគុណម្ដាយគោរពគុណឪពុកគឺមានដេកជះច្រើនមានន័យថាកើតក្នុងជាតិណាគឺគេគោរពគេឲ្យតម្លៃញោមឃើញមនុស្សខ្លះមិនមែនចាំដល់ធ្វើអាចារ្យវត្តហើយក៏មិនមែនចាំដល់បួសដោយអាត្មាបានគេគោរពដែរអ្នកខ្លះដូចតែគេឃើញគេចូលចិត្តគេលើកដៃសាពះគេស្រឡាញ់គេអាណិតគេចូលចិត្តហ្មងអញ្ចឹងដូចមនុស្សខ្លះគេគោរពគេឲ្យតម្លៃហ្មងអញ្ចឹងមានន័យថាទៅណាមកណាគេស្រឡាញ់គេអាណិតគេចូលចិត្តគេគោរពគេលើកដៃសាពះគេឲ្យគេលំទោនគឺបកគលហ្នឹងទៅណាគេគោរពគេស្រឡាញ់ដោយសារអ្នកឯងចូលចិត្តគោរពគុណម៉ែគោរពគុណឪអ្នកឯងប្រតិបត្តិម៉ែឪបានល្អដែរបើអញ្ចឹងអ្នកឯងកើតទៅជាតិណាគេគោរពគេឲ្យតម្លៃអញ្ចឹងដែរញោមអូយមិនបាច់ទៅនិយាយជាតិណាមើលអត់ឃើញកូនណាគោរពគុណម៉ែគុណឪបើកូនស្រីវិញចេះបំរើម្ដាយឪពុកយកចិត្តទុកដាក់ទឹកក្តៅទឹកត្រជាក់ឈឺជាក្រៅរងាចេះថែម៉ែថែឪបានល្អហ្នឹងតែ6 10មិនតាន់គេតែដឹងចែកជើងគ្នាឥឡូវមែនទេញោមគេស្រឡាញ់គេចូលចិត្តទៅមកបើអញ្ចឹងមានន័យថាការគោរពម្ដាយគោរពឪពុកអ្នកនឹងចម្រើនណាអត់សយត់ចោះដែរហើយកើតទៅក្នុងជាតិណាមិនមែនតែជាតិហ្នឹងមិនមែនតែជាតិណាជាតិហ្នឹងក៏គេស្រឡាញ់គេអាណិតគេចូលចិត្តគេចង់ក្បែរគេថែរក្សាអញ្ចឹងណាបើអញ្ចឹងទៅជាតិមុខអ្នកណាគោរពគុណម៉ែគោរពគុណឪអ្នកនឹងរមែងដល់ព្រមនៅការគោរពពីអ្នកដតីនៅការអាណិតស្រឡាញ់ពីអ្នកដតីណាញោមណាសូមអនុមោទនាមួយទៀតសម្បត្តិសមិច្ឆន្តាមានន័យថាយើងបានបង្កើតកលែងតម្កល់មេដាបៃតាមានន័យថាដូចយើងបង្កើតសាលាបុណ្យមួយចឹងប៉ុន្តែបុណ្យហ្នឹងដូចអាត្មាបញ្ជាក់ខាងដើមថាវាបានបុណ្យមិនបានបុណ្យវានៅលើយើងសម្អាតរៀបចំយកចិត្តទុកដាក់ហើយលេងអ្នកខ្លះហ្នឹងអ្នកសួរម្សិលមិញអាត្មាថាមិនមែនតចែកដីធ្វើក្នុងវត្តបានល្អហើយណា
ហ្នឹងជួនកាលអាធ្វើក្នុងវត្តហ្នឹងឯងលេងមួយឆ្នាំបាទទៅម្ដងដល់ចូលឆ្នាំហើយអាក្មេងញៀនឆ្នាំនោះវាទៅជក់នៅទៅហ្នឹងវាផឹកនៅទៅហ្នឹងវាអាចនៅទៅហ្នឹងវានោមនៅទៅហ្នឹងហើយដល់ពេលទៅដល់បាំងស្គលចូលចែកដីអត់ចុះវាឆ្អេះវាស្អុយចាប់ដើមមកបន្ទោសចោលតែការលោកគ្រូអាមិនគូមិនដែលបានអើតមើលចែកដីកណាផងទៅស្ដីឲ្យលោកបាបទៀតហ្នឹងបាបជាមួយលោកទៅទៀតណាអញមិនគួរណាយកចែកដីមកដាក់ក្នុងវត្តហ្នឹងស្អីចុះលោកមិនទៅបានយាមចែកដីឲ្យញោមអីញោមលោកដឹងពីរៀនធម៌សូត្រធម៌បដិបត្តិធម៌មានបានទៅមើលតាមចែកដីហើយអាក្មេងញៀនឆ្នាំសម័យនេះវាច្រើនផងដូចនៅពេញអីញោមហើយតែវត្តជេពេញអីហ្នឹងវាជក់នេះនៅចែកដីយកប្រឡប់កណ្ដាលយកម៉ោង1ម៉ោង2អាណាទៅតាមដានមើលវាញោមឬវាជុះវានោមមិនប្រកបថាល្អទេញោមមិនប្រកបថាទៅដាក់នៅវត្តល្អទេប៉ុន្តែចាស់មានទម្លាប់អញ្ចឹងគាត់ថាយកធាតុម្ដាយទៅពុកទៅដាក់នៅវត្តទៅវាស្ងប់ហើយគាត់អ្នកធរអ្នកអាម្យ៉ាងទៀតយកទៅដាក់វត្តទៅលោកសូត្រធររាល់ថ្ងៃអញ្ចឹងគាត់លឺសូត្រធររាល់ពេលអញ្ចឹងភាសាលោកសូត្រទាំងព្រឹកទាំងល្ងាចនេះណាហ្នឹងថ្វាយគុំព្រះសូត្រធររាល់ថ្ងៃនេះអញ្ចឹងឲ្យគាត់បានស្ដាប់ធរហើយតិចនៅណាស្ដាប់និយាយញោមអានៅរស់ដល់អត់សែងម៉ែសែងអូទៅស្ដាប់ដល់ដាច់ខ្យល់អត់តិចអីនេះយកម៉ែទៅស្ដាប់ហើយស្ដាប់នៅតាណាអញ្ចឹងបានវាមានអាទម្លាប់បញ្ហាអញ្ចឹងវាមិនត្រូវទាំងអស់ទេពីព្រោះជំនាន់ដើមយើងមានការជឿលើព្រហ្មញ្ញសាសនាផងពុទ្ធសាសនាផងហើយមុនព្រហ្មញ្ញសាសនាយើងមានជំនឿមួយទៀតជំនឿមុនព្រហ្មញ្ញសាសនាហ្នឹងយើងមានជំនឿមួយទៀតដោយបន7ថ្ងៃអីហ្នឹងមានតាំងពីសម័យមុនព្រហ្មញ្ញសាសនាហ្នឹងមិនមែនមានតែពុទ្ធសាសនាបានយើងមាន7ថ្ងៃទេជំនាន់ដើមឲ្យតណ្ណាស្លាប់ទៅគេអត់តន់យកទៅបញ្ចុះទៅបូជាទេកូនចៅអីហ្នឹងនឹងអង្គុយទាំងហែជុំក្បែរសពហ្នឹងរយៈពេល7ថ្ងៃហ្នឹងគេថា7ថ្ងៃព្រលឹង4 10ប្រសពចូលមកខ្លួនវិញហ្នឹងដោយសារមានអ្នកខ្លះសន្ធុំអញ្ចឹងឯងណាយកទៅកប់អញ្ចឹងស្រាប់តែដឹងខ្លួនវិញអញ្ចឹងគេថាព្រលឹងហ្នឹងព្រលឹងតូចព្រលឹងធំមិនតាន់យកចេញពីខ្លួនថ្ងៃ7ព្រលឹងធំត្រឡប់មកវិញព្រលឹងតូចមិនតាន់ទៅអស់ទេនៅក្នុងខ្លួននេះចាំតែព្រលឹងធំត្រឡប់មកវិញជួនកាលដល់ថ្ងៃទី7រស់អញ្ចឹងមែនក៏មានជំនឿជឿតអញ្ចឹងមកដល់ថ្ងៃទី7ហ្នឹងចាបានទម្លាមទម្លាប់នឹងតមករហូតទៅរាល់ថ្ងៃហើយមួយទៀតគេថាការពីជំនាន់ព្រហ្មញ្ញសាសនាហ្នឹងគេថាព្រលឹង4 10ប្រសពព្រលឹង19ប្រសពចូលខ្លួនវិញអាម៉េចគេនោះក្នុងខ្លួនយើងចាស់ច្រើននិយាយថាព្រលឹង19 18 19ណានៅក្នុងខ្លួនយើងណាចាស់ច្រើននិយាយទៅឧបមាថាអ្នកណាមានសាច់មានឈាមអីគាត់ច្រើនតែនិយាយថាកូននឹងមានព្រលឹងចាហើយបើស្គមដល់អាត្មាដែលកូនអត់សូវមានព្រលឹងសោះអាពាក្យហ្នឹងវាជាប់មកពីជំនាន់កាលពីព្រហ្មញ្ញសាសនាយើងមានជំនឿជឿជាក់អញ្ចឹងដូចថាធាតុ4ក្នុងខ្លួនយើងហ្នឹង4ខណ្ឌ5មានរូបវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងគាត់បូកទៅ9ក្នុងខ្លួនយើងមានទ្វាប្រមាណទ្វាភ្នែកទ្វាច្រមុះទ្វាមាត់ទ្វាត្រចៀកទាំងអស់សរុបទៅ10ទៀតហ្នឹងគេហៅថាព្រលឹង4 10 19ណាចាគេរាប់អញ្ចឹងព្រហ្មញ្ញសាសនាដល់ជំនាន់ក្រោយមកយើងជឿជាក់លើពុទ្ធសាសនាក៏មានប្រវត្តិធ្វើកម្មវិធី7ថ្ងៃគម្រប់ខួបជូនម្ដាយជូនឪពុកតាមជំនឿខ្សែចិនខ្លះតាមជំនឿរបៀបរបបពុទ្ធសាសនាខ្លះដែលយើងមានជំនឿជឿជាក់របៀបស្តៀងដូចជាសម័យមុនព្រហ្មញ្ញសាសនាដែរដែលជឿជាក់ថ្ងៃទី7ម្ដាយឪពុកត្រឡប់មករកកូនរកចៅវិញប៉ុន្តែធៀបពិតអត់ទេយើងក៏មានជំនឿខុសអញ្ចឹងតែគាត់ចត់តិបរិសន្ធិមានន័យថាស្លាប់កើតដែរបើតែយើងមានជំនឿដោយឧបមាថាដោយព្រះទេសថេអញ្ចឹងដែលសកត់ទៅស្រាប់តែកើតជាចៃនៃចវរដល់ថ្ងៃទី7លោកសកត់ទៅមកកើតសោសម្បត្តិទឹកទៅវិញយើងចិត្តតែមានជំនឿអញ្ចឹងជឿជាក់ថ្ងៃទី7ម៉ែឪមករវិញឲ្យបានអាត្មាចេះនិយាយលេងតែបើដឹងថ្ងៃទី7គាត់មកវិញដដែលក៏មកយកទៅដុតទុកតែហ្នឹងដល់ថ្ងៃទី7គាត់ងើបមកវិញហ่าមែនអញ្ចឹងឯងញោមតែចត់តិបរិសន្ធិមានន័យថាស្លាប់កើតទៅបើអញ្ចឹងយើងធ្វើថ្ងៃណាក៏បានដែរឲ្យតែអារម្មណ៍លឿងល្អចង់ធ្វើបន់ធ្វើពេលណាក៏អត់ទាស់ដែរចេះមិនមានន័យថាយើងយកទៅដាក់ហ្នឹងឲ្យនិយាយរឿងចែកដៃយើងឯនេះវិញពីព្រោះយើងពុទ្ធធាពិស័យផងហើយកន្លែងទីលានដែលយើងតម្កល់មេដាបៃតាយើងផងយើងនិយាយរឿងហ្នឹងឲ្យច្រើនបន្តិចទៅអញ្ចឹងយើងធ្វើអញ្ចឹងល្អណាស់មិនមែនប្រកបថាយកទៅដាក់នឹងវត្តល្អទេហើយមិនមែនមានន័យជំនឿតាមរបៀបបុរាណហ្នឹងអាត្មាថាខុសមិនខុសទេប៉ុន្តែគ្រាន់តែវាមិនត្រូវហីចេះមិនដែលណាយកម៉ែយកឪទៅស្ដាប់ធម៌មិនអីមានតិចឯណាស្ដាប់អញ្ចឹងបាននិយាយខ្លះចិត្តតែផ្ដាំកូនណាបើពេលម៉ែស្លាប់ទៅកូនឯងធ្វើម៉ង2ណាដាច់ពីគ្នាណាព្រោះអ្នកមានគេធ្វើចែកដីអញ្ចឹងប៉ុន្តែមិនមែនធ្វើចែកដីតម្កល់ធាតុទេរូបរាងខាងក្រៅគេធ្វើចែកដីធំអញ្ចឹងប៉ុន្តែខាងក្នុងគេធ្វើឡតសម្រាប់បញ្ចុះអញ្ចឹងណាគេមិនមែនតម្កល់ធាតុទេចែកដីនេះគេធ្វើឡតទៅវិញខាងក្នុងហ្នឹងអាត្មាជួបច្រើនណាដូចតែគេធ្វើរូបរាងខាងក្រៅចែកដីធំអញ្ចឹងដូចប្រាសាទអញ្ចឹងប្រទាយស្រីអញ្ចឹងប៉ុន្តែខាងក្នុងគេធ្វើឡតសម្រាប់បញ្ចុះម៉ែឪគេហើយដល់អញ្ចឹងទៅជួនអាត្មាទៅទេបនមួយនោះគេធ្វើសួនបរិយចែកដីអញ្ចឹងដែរស្អាតហើយគេមានតពាំងស្រះទឹកចិនវាមានជំនឿជឿថាធ្វើតពាំងទឹកពីមុខចែកដីទៅកូនចៅតិចតិជុំរស៊ីឡើងគេចិត្តតែមានជំនឿផ្សេងគ្នាអញ្ចឹងទៅប៉ុន្តែរឿងតិចតិជុំអត់មាននៅស្រះទឹកហ្នឹងទេវានៅលើយើងឯងទៅបើធ្វើស្រះ1000ទេប៉ុន្តែឯងក្តៅកាហាយដាក់គ្នាព្រឹកល្ងាចទៅធ្វើឲ្យតិចវានៅខ្លួនយើងឯហ្នឹងមិនមែននៅស្រះហ្នឹងឯងប៉ុន្តែគេមានជំនឿអញ្ចឹងហើយដល់អញ្ចឹងទៅទេឆ្លងចែកដីទី1ធំស្កឹមស្កៃធ្វើអស់ជាង 100000 ជិត 200000 ក្បាច់ក្បូររចនាប្រាសាទប្រទាយស្រីស្អាតចេះលាបថ្នាំពណ៌មាសប៉និតស្អាតអស់តោះហើយដល់តែមើលខាងក្នុងប៉ុណ្ណាណៃដាក់តឡតមួយថាខ្ញុំកណាមុនដែលគុណទុកឲ្យហើយឥឡូវឆ្លងអានឹងមួយឆ្នាំក្រោយឆ្លងអាថ្មីមួយទៀតអាត្មាទៅចុះក៏សម្បូរលុយមិនក៏ធ្វើអីច្រើនម្លេះធ្វើទុកឲ្យហើយមួយប៉ាមួយម៉ាក់
អាត្មាតើអញហើយចុះបើប៉ាម៉ាក់តែមួយចាំបាច់ធ្វើពីរអីកុំពិបាកបើឯងធ្វើធំអញ្ចឹងហើយធ្វើតឡតពីរនៅក្នុងនឹងទន្ទឹមគ្នាទៅវាមិនសោះអស់លុយច្រើនគាត់ថាកណាចង់ធ្វើអញ្ចឹងប៉ុន្តែម៉ែកណាផ្ដាំថាអញដាច់ចោលទៅអញហាមដាក់ជាមួយឪឯងត្រូវដាក់ផ្សេងគ្នាឯងទៅបីមិនដាក់ឆ្ងាយក៏ដាក់ផ្សេងគ្នាទៅកុំដាក់ចូលគ្នាដោយសារមានជំនឿអាយកធាតម៉ែធាតឪទៅដាក់នៅវត្តស្រាប់ធរហ្នឹងបានតែយាយចេះតែមានជំនឿតែបែបអញស្លាប់ទៅនៅមានតិចមានមាត់មានអីស្រាប់ទៀតហ្នឹងបានគាត់ថាតកាលណាយកអញទៅដាក់ជាមួយឪឯងហើយដឹងស្រាប់ហើយអញទៅបើកភ្នែករាល់ថ្ងៃដែរមើលមុខគ្នាតែអញជេរគ្នាព្រឹកងាយហើយចុះបើយកអញទៅដាក់ជាមួយគ្នាអញមានពេលណាដេកមិនអញជេរគ្នាពេញចែកដីហ្នឹងទៀតគាត់ថាដាច់ខ្យល់ទៅយកទៅដាក់ជុំគ្នានៅទៅជេរគ្នាក្នុងចែកដីនៅទៅទៀតហើយច្បាស់ដឹងទៅជេរគ្នានៅតែដឹងមានពេលជេរគ្នាដែរចាំបាច់ទៅនៅក្នុងចែកដីមកនៅក្រៅវិញមកហ្នឹងហើយទៅឆោតនោះឆោតញោមអញ្ចឹងសរុបមកយើងធ្វើចែកដីដាក់នៅវត្តក៏មិនទាស់មកដាក់នៅផ្ទះយើងក៏អត់ទាស់នៅភូមិគ្រឹះនៅកន្លែងយើងនៅនឹងក៏អត់ទាស់គ្រាន់តែថាបើយើងធ្វើដាច់ពីគ្នាមកចំហៀងចែកដីទៅមកចំហៀងផ្ទះយើងទៅគឺមិនទាស់ខុសអីឬក៏ដល់យកធាតយកទៅដាក់នៅលើហឹងនៅផ្ទះយើងក៏មិនទាស់ដូចអាត្មាអញ្ចឹងដាក់ម្ដាយឪពុកអាត្មាយកទៅណាទៅតាមរហូតអាត្មាមិនដែលអីផងកុំតែមានជំនឿដូចអាត្មានិយាយអញ្ចឹងអាចង្រៃមិនចង្រៃមិនមែននៅលើអ្នកស្លាប់ទេអាស្លាប់ទៅគ្នាមានដឹងអីនៅលើយើងហ្នឹងថាយើងអ្នកនៅរស់ហ្នឹងឲ្យតែយើងប្រព្រឹត្តល្អយើងសន្សំសេចក្តីល្អយើងសុខហ្នឹងខ្ញុំណាសូមអនុមោទនា